ថ្ងៃនេះមកធ្វើមុខម្ហូបសាមញ្ញប៉ុន្តែរសជាតិឆ្ងាញ់ជាប់មាត់ហ្មងហើយងាយស្រួលធ្វើទៀតនេះគឺជារបៀបឆាសាច់គោជាមួយនឹងសណ្តែកគួរចាយើងមានដាក់ម្រះព្រៅដាក់អីតិចៗចឹងមកគឺរសជាតិឆ្ងាញ់ខ្លាំងមែនទែនបងប្អូននៅយូរញ៉ាំម្ដងហើយនិយាយពីថាឆ្ងាញ់ណាស់ចាដំបូងហ្នឹងគឺខ្ញុំមានជាមួយនឹងសណ្តែកគួរហ្នឹងគឺយើងហាន់វាជាប្រហែលជាមួយថ្នាំងដៃណាចាដាក់តិចដាក់ច្រើនតាមចំណូលចិត្តទេបន្ទាប់ពីយើងហាន់សណ្តែកគួរហើយគឺខ្ញុំមានជាមួយនឹងខ្ទឹមបារាំងហើយនឹងម្ទេសដើម្បីដាក់ទៅយកពណ៌ញ៉ាំមួយប៉ះហិលតិចទៅគឺរឹតតែឆ្ងាញ់សម្រាប់បន្លែប្លុកអីហ្នឹងគឺយើងច្នៃតាមហ្នឹងបងប្អូនចាថ្ងៃហ្នឹងគឺចង់ញ៉ាំជាពិសេសហ្មងមិនដំបងថាចង់ញ៉ាំឆាក្តៅតែនៅឃើញចុះឡើងខ្ជិលបុកគ្រឿងបុកអីចាក៏ធ្វើបែបធម្មតាទៅហើយសាច់គោហ្នឹងគឺយើងហាន់វាស្ដើងល្មមធ្វើម្ហូបច្រើនញ៉ាំច្រើនអីចឹងពេលខ្លះគឺមានបញ្ហាសុខភាពមាត់ធ្មេញដែរហ្នឹងបងប្អូនជាពិសេសញ៉ាំខ្ទឹមបារាំងខ្ទឹមអីចឹងគឺធំក្លិនខ្លាំងមែនទែនចឹងហើយមកដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញប្រភេទក្របរបស់ផ្សារធម្មជាតិ24ចាគឺជួយកម្ចាត់ក្លិនអីបានល្អខ្លាំងមែនទែនហ្មងបន្ទាប់ពីដុសធ្មេញអីហើយហ្នឹងមកធ្វើមុខម្ហូបទៀតចារបៀបធ្វើហ្នឹងគឺមានអីបាអេអំពងខ្ទឹមឲ្យឡើងឈ្ងុយទៅខ្ទឹមយើងឈ្ងុយគឺយើងដាក់ជាមួយនឹងទឹកប្រេងខ្យងស្ករប៊ីចេងទឹកត្រីបន្តិចចាតាមចំណូលចិត្តណាបងប្អូនចូលចិត្តរសជាតិបែបណាថែមថយតាមនឹងចាបន្ទាប់ពីនឹងមកគឺយើងចាប់ផ្ដើមដាក់សាច់គោចូលបានហើយនៅពេលដែលយើងដាក់សាច់គោចូលហ្នឹងគឺយើងឆាសាច់គោរបស់យើងឲ្យឡើងឆ្អិនបន្តិចមកបងប្អូនចាឆ្អិនហើយហ្នឹងគឺយើងចាប់ផ្ដើមដាក់បន្លែចូលបន្លែគឺខ្ញុំអត់ដាក់ម្ដងទាំងអស់ណាគឺខ្ញុំដាក់សណ្តែកចូលមុនគេដោយសារតែចង់ឲ្យសណ្តែកនឹងរៀងឆ្អិនតិចណាចានៅពេលដាក់សណ្តែកចូលចឹងហើយហ្នឹងគឺយើងឆាសណ្តែកជាមួយនឹងសាច់គោនោះឲ្យឡើងឆ្អិនតិចសិនសិមយើងដាក់ជាមួយនឹងខ្ទឹមបារាំងហើយនឹងម្ទេសចាសម្រាប់រសជាតិវិញគឺបងប្អូនភ្លក់ទៅតាមចំណូលចិត្តចាចូលចិត្តញ៉ាំរសជាតិបែបណាថែមថយតាមហ្នឹងហើយបើសិនជាចង់ឲ្យឆារបស់យើងគឺរឹតតែឆ្ងាញ់ណាបងប្អូនអាចបន្ថែមជាមួយនឹងម្រះព្រៅតិចទៀតណាគឺរឹតតែឈ្ងុយឆ្ងាញ់ហ្មងនិយាយមែនគឺលេខ1តែម្ដងហើយដោយសារតែខ្ញុំឆានេះគឺកូនខ្ញុំគាត់ញ៉ាំដែរអញ្ចឹងទៅគឺនៅពេលដែលឆាខ្ញុំភ្លក់មកល្មមឆ្ងាញ់ហើយគឺខ្ញុំដួសដាក់ឆ្នាំងទូចមួយដើម្បីទុកឲ្យកូនហើយបានខ្ញុំដាក់ម្ទេសតាមក្រោយពួកអីខ្លាចគាត់អត់ចេះញ៉ាំមកចាមុខម្ហូបរបស់យើងមានតែប៉ុណ្្នឹងឯងបងប្អូនងាយស្រួលលឿនចាអត់ពិបាកធ្វើអីទេលឿនខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនពេញចិត្តក៏ជួយ share វីដេអូនេះ follow page ឲ្យបានច្រើនផងដើម្បីទទួលបានវីដេអូធ្វើមុខម្ហូបថ្មីជារៀងរាល់ថ្ងៃចាចុងក្រោយនោះគឺខ្ញុំដាក់ម្ទេសចូលនឹងឯងឆាពី3ត្រឡប់ទៀតទៅគឺរាជការស្រេចហើយឆាមួយមុខនេះបងប្អូនឆ្ងាញ់មិនចាញ់នឹងយើងឆាគ្រឿងប្រហែលទេបើថាយើងឆាគ្រឿងទៅវាមានឈ្ងុយគ្រឿងឈ្ងុយអីទៀតប៉ុន្តែបែបនេះគឺសាមញ្ញតែរសជាតិមិនធម្មតាណាចាឥឡូវនេះគឺឆ្អិនរួចរាល់ហើយទៅមើលមុខចុងភៅភ្លក់ទាំងអស់គ្នាបើសិនជាពេលណាបងប្អូនអត់ដឹងថាត្រូវធ្វើមុខម្ហូបអីអញ្ចឹងក៏ភ្លេចចូលមើលវីដេអូចាចូលមើល page ខ្ញុំទៅគឺមានមុខម្ហូបច្រើនណាភាគច្រើនគឺសុទ្ធសឹងតែងាយស្រួលទេអត់ពិបាកធ្វើបងប្អូនចាអាចរៀនសាក់បងធ្វើតាមបានណាជាពិសេសបងប្អូននៅស្រុកក្រៅគឺដឹងតែត្រូវមកពួកយើងអត់សូវមានគ្រឿងក្រូចគ្រប់ហ្នឹងខ្ញុំបកកែខាងកែច្នៃអរគុណ